Lucy Gore វ័យ30 ឆ្នាំគឺជាសហស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យា Scale AI នៅសហរដ្ឋអាមេរិកថ្មីនេះទស្សនាវដ្តី Forbes បានចាត់ថ្នាក់នាងជាសេដ្ឋីនីវ័យក្មេងជាងគេក្នុងពិភពលោកដែលមានទ្រព្យសរុប$1,400 លានអាមេរិកបើទោះបីជាមានប្រាក់ច្រើនសន្ធឹកសន្ធាប់ Lucy ជាសេដ្ឋីនីចាយវាយសន្សំសំចៃបំផុតម្នាក់នាងនិយាយថាបើចង់មានកុំចាយលុយឲ្យគេមើលឃើញថាយើងជាអ្នកមានត្រូវចាយយ៉ាងណាដើម្បីឲ្យយើងអាចក្លាយជាអ្នកមានLucy មានឪពុកម្ដាយជាជនជាតិចិនហើយនាងបានកើតនៅអាមេរិកនាងបានបោះបង់ការសិក្សាពីមហាវិទ្យាល័យដើម្បីចូលរួមជាមួយនឹងមិត្តភក្តិម្នាក់ទៀតបង្កើតក្រុមហ៊ុន Scale AI នៅឆ្នាំ2016 2 ឆ្នាំក្រោយមកនាងបានចាក់ចេញពីក្រុមហ៊ុននេះដោយបន្សល់ភាគហ៊ុនចំនួន 5% ដែលពេលនេះមានតម្លៃសរុប$1,200 លាននៅពេលនេះនាងមានក្រុមហ៊ុនផ្ទាល់ខ្លួន2ផ្សេងទៀត Lucy និយាយថានាងមានសម្លៀកបំពាក់តិចតួចប៉ុណ្ណោះដែលថ្លៃសម្រាប់ចូលរួមកម្មវិធីធំក៏ប៉ុន្តែសម្លៀកបំពាក់ប្រចាំថ្ងៃរបស់នាងគឺនាងទិញតែនៅពេលដែលគេបញ្ចុះតម្លៃចំណែករបស់របរប្រើប្រាស់វិញនាងទិញពេលដែលគេលក់មួយថែមមួយនាងទិញអាហារធូរថ្លៃនៅតាមអនឡាញហើយរាល់ថ្ងៃនាងជិះរថយន្ត Honda Civic Series ចាស់ចំពោះការធ្វើដំណើរក្រៅប្រទេសវិញសម្រាប់ដំណើរក្រោម16ម៉ោងនាងជិះកៅអីធម្មតា Lucy និយាយថានាងមិនចូលចិត្តខ្ជះខ្ជាយលុយទេហើយនាងមិនចាំបាច់ចាយលុយដើម្បីឲ្យគេដឹងថានាងមានលុយឡើយសម្រាប់នាងអ្នកមានទ្រព្យសម្បត្តិពិតមិនចាំបាច់អួតទេរឿងរបស់ Lucy Gore គឺជាការរំលឹកថាទ្រព្យសម្បត្តិពិតមិនត្រូវបានវាស់វែងដោយអ្វីដែលអ្នកបង្ហាញនោះទេទ្រព្យសម្បត្តិពិតជាសមិទ្ធផលដែលអ្នកបានបង្កើតឡើងដោយខ្លួនឯងនាងបានបង្ហាញថាការបន្ទាបខ្លួននិងវិន័យសំខាន់ជាងប្រណិតភាពជោគជ័យពិតកើតចេញពីគំនិតរបស់អ្នកនិងអ្វីដែលអ្នកបង្កើតមិនមែនបានពីការអួតបង្ហាញនៅអ្វីដែលអ្នកមាននោះឡើយខ្ញុំរស់សុធាពី News Today NTTV សិក្សានៅសាកលវិទ្យាល័យឯកទេសនៅកម្ពុជា CUS មានឱកាសទៅសិក្សាបន្តជាមួយសាកលវិទ្យាល័យដៃគូបរទេសសាស្ត្រាចារ្យមានសមត្ថភាពខ្ពស់និងបទពិសោធន៍ជាច្រើនឆ្នាំមានសម្ភារៈសិក្សាទំនើបមានដៃគូក្នុងស្រុកនិងក្រៅស្រុកជាជាង500ក្រុមហ៊ុន